សិស្សចំនួន20%នៅក្នុងប្រទេសអូស្ត្រាលីឈប់រៀននៅថ្នាក់ទី10ហើយការឈប់រៀននេះត្រូវបានលើកទឹកចិត្តពីឪពុកម្ដាយរបស់គាត់និងគ្រូអ្នកទាំងអស់គ្នាប្រកាសជាសួរខ្ញុំថាអញ្ចឹងពួកគាត់ទាំងអស់ហ្នឹងប្រកាសជាគ្មានការងារធ្វើនិងដើរទាត់ខ្យល់មែនឬអត់ចម្លើយគឺខុសហើយឪពុកម្ដាយគាត់ឬក៏គ្រូបង្រៀនជំរុញឲ្យគាត់ឈប់នៅថ្នាក់ទី10ប្រសិនបើគាត់ដឹងថាគាត់ចង់រៀនជំនាញក្រុមហ៊ុនភាគច្រើននៅប្រទេសអូស្ត្រាលីនឹងទទួលក្មេងៗដែលទើបតែរៀនត្រឹមថ្នាក់ទី10ដោយសារជួលក្មេងៗដែលទើបតែរៀនត្រឹមថ្នាក់ទី10គឺមានតម្លៃថោកដូច្នេះក្មេងៗដែលទើបតែរៀនចប់ថ្នាក់ទី10គាត់បានចូលធ្វើការបានទាំងលុយហើយនឹងបានបទពិសោធន៍ក្នុងការងារជំនាញដែលគាត់ចង់ធ្វើការតែម្ដងក្មេងនៅអូស្ត្រាលីដែលចប់ថ្នាក់ទី10ភាគច្រើនគឺគាត់មកសាលា TAFE នេះដើម្បីរៀនជំនាញដែលគាត់ចង់ចូលធ្វើការនេះជាជំនាញមួយចំនួនដែលសាលា TAFE បង្រៀនអ្នកទាំងអស់គ្នាជំនាញជាជាងសំណង់ជំនួយការគ្រូពេទ្យផ្នែកសម្ផស្សធ្វើសក់ឬក៏ធ្វើក្រចកជំនាញថែរក្សាមនុស្សចាស់ឬកូនក្មេងជំនាញតន្ត្រីឬក៏ជំនាញគ្រូបង្រៀនដែលខ្ញុំកំពុងរៀនជាដើមអញ្ចឹងវីដេអូនេះខ្ញុំចង់លើកទឹកចិត្តអ្នកដែលគាត់មិនចូលចិត្តការរៀនសូត្រឲ្យអ្នកទាំងអស់គ្នាចាប់ជំនាញឲ្យច្បាស់លាស់ពីព្រោះពេលខ្លះអ្នកទាំងអស់គ្នាមិនពូកែក្នុងការរៀនសូត្រប៉ុន្តែអ្នកទាំងអស់គ្នានឹងពូកែអ្វីដែលអ្នកទាំងអស់គ្នាចង់រៀនទៅលើជំនាញនោះអញ្ចឹងកុំមានការអស់សង្ឃឹមថាអ្នកទាំងអស់គ្នាមិនឆ្លាតមិនមែនដោយសារអ្នកទាំងអស់គ្នាមិនឆ្លាតនោះទេគ្រាន់តែថាអ្នកទាំងអស់គ្នាត្រូវការពេលវេលាដើម្បីចាប់ជំនាញខ្លួនឯងឲ្យប្រាកដ